អ្នកបើកឡានរបស់ខ្ញុំជូនខ្ញុំទៅក្រុមហ៊ុនរាល់ថ្ងៃតែងតែនាំសង្សារតូចរបស់គេមកជាមួយជានិច្ចឃើញថាជាផ្លូវឆ្លងកាត់ដូចគ្នាខ្ញុំក៏មិនដែលនិយាយអ្វីដែររហូតដល់ថ្ងៃនេះពេលខ្ញុំបើកទ្វារឡានបែរជាឃើញនៅកៅអីក្រោយផ្ទាល់ខ្លួនរបស់ខ្ញុំមានបិទក្រដាសសរសេរមួយសន្លឹកនេះវាជារឿងស្អីទៅអញអត់ចេះអានអក្សរមែនទេខ្ញុំស្អប់បំផុតគឺមនុស្សដែលគ្មានក្រសែភ្នែកបែបនេះបានប្រយោជន៍ពីគេហើយនៅធ្វើមុខស្ងាច់ទៀតលោកម្ចាស់សុំទោសផងសង្សារខ្ញុំនាងស្មានថាឡាននេះជារបស់ខ្ញុំនាងជាមនុស្សត្រង់មិនចូលចិត្តជិះឡានជាមួយប្រុសដទៃទេអញ្ចឹងចុះខ្ញុំជូននាងទៅសិនចាំជូននាងរួចចាំខ្ញុំត្រឡប់មកទទួលលោកវិញមិនទាន់ទាំងបានខ្ញុំអនុញ្ញាតផងគេក៏បើកឡានខ្ញុំចេញទៅបាត់ស្រមោលខ្ញុំឈរនៅកន្លែងដដែលមានអារម្មណ៍ថាទង្វើនេះវាហួសចិត្តខ្លាំងណាស់អាឡូមានប្រុសស្រីមួយគូបានឆក់យកឡានខ្ញុំទៅជួយចាត់ការឲ្យបានឆាប់ផងខ្ញុំមិនដែលនឹកស្មានសោះថាខ្លួនឯងជាម្ចាស់ក្រុមហ៊ុនធំមួយបែរជាត្រូវគេមកជេរថាជាអ្នកសុំជិះឡានគេទៅវិញរឿងដែលសំខាន់គឺឡាននោះជារបស់ខ្ញុំផ្ទាល់ទៀតក្រោយពីហៅប៉ូលីសបាន10នាទីឡានប៉ូលីសមួយគ្រឿងក៏មកចុះយ៉ាងស្ងប់នៅពីមុខខ្ញុំតើអ្នកដែលទើបតែហៅប៉ូលីសកាលពីមិញគឺលោកមែនទេលោកប្រធានក្រុមវាងមិនទាន់ទាំងបានសួរនាំរឿងដណ្ដើមឡានឲ្យច្បាស់លាស់ផងអ្នកបើកឡានយ៉ាងໄວក៏បើកឡានខ្ញុំត្រឡប់មកវិញទាំងប្រញាប់ប្រញ័រគេចុះពីឡានទាំងភ័យស្លន់ស្លោមុខស្លេកស្លាំងរួចសួរមកខ្ញុំទាំងសំឡេងញ័រថាលោកអ៊ីតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាដាក់ពាក្យបណ្ដឹងទៅប៉ូលីសបែបនេះតើអ្នកមែនទេដែលលោកអ៊ីនិយាយដល់ថាជាអ្នកដណ្ដើមឡានរបស់គាត់ដោយមិនបានអនុញ្ញាតមិនមែនទេលោកប៉ូលីសនេះគឺជាការយល់ច្រឡំទាំងអស់ខ្ញុំជាអ្នកបើកឡានផ្ទាល់ខ្លួនរបស់លោកអ៊ីខ្ញុំទទួលខុសត្រូវបើកឡានជូនលោកអ៊ីជារៀងរាល់ថ្ងៃមិញនេះគ្រាន់តែជូនអ្នកដំណើរតាមផ្លូវបន្តិចបន្តួចខាត់ពេលអស់តែប៉ុន្មាននាទីទេមិនមានរឿងដណ្ដើមឡានអ្វីនោះទេសូមលោកមើលចុះមិនមែនខ្ញុំបានបើកឡានត្រឡប់មកវិញភ្លាមនោះទេលោកអ៊ីតើលោកនៅតែចង់បន្តរឿងនេះទៀតដែរឬទេខ្ញុំកំពុងតែហៀបនឹងមាត់និយាយលោកអ៊ីខ្ញុំសូមអង្វរលោកឃើញដល់ឪពុកខ្ញុំដែលបើកឡានឲ្យលោកអស់ជាច្រើនឆ្នាំមកនេះសូមលោកលើកលែងទោសឲ្យខ្ញុំម្ដងនេះទៅលោកក៏ដឹងថាឪពុកខ្ញុំសុខភាពមិនសូវល្អដែរខ្ញុំខំតស៊ូទម្រាំតែរកសង្សារបានម្នាក់គ្រាន់តែចង់បង្កើតគ្រួសារដើម្បីបំពេញបំណងឪពុកខ្ញុំតែប៉ុណ្ណោះតែខ្ញុំធ្វើបែបនេះក៏ព្រោះតែគ្មានជំរឿមានតែវិធីនេះទេទើបអាចរក្សាទំនាក់ទំនងរវាងខ្ញុំនិងមិត្តស្រីបានពេលលីយ៉ាងវីនិយាយពីឪពុករបស់គេគឺលោកយ៉ាងចិត្តខ្ញុំក៏ទន់ចុះមែនលោកយ៉េងបានធ្វើជាអ្នកបើកបរផ្ទាល់ខ្លួនឲ្យខ្ញុំអស់រយៈពេល10ឆ្នាំពេញគាត់ជាមនុស្សស្មោះត្រង់និងស្លូតបូតជានិច្ចបើកបរដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុតមិនដែលបង្កជម្លោះអ្វីឡើយទោះជាយ៉ាងណាកាលពី3ខែមុនលោកយ៉េងស្រាប់តែរកឃើញថាគាត់មានបញ្ហានៅសួតត្រូវការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរទើបគាត់សម្រេចចិត្តលាឈប់ពីការងារនេះថ្ងៃដែលគាត់ចាក់ចេញគាត់ឈរនៅក្នុងការិយាល័យរបស់ខ្ញុំដៃទាំងពីរដែលគ្រប់ដណ្ដប់ដោយស្នាមកន្ត្រាក់នោះញីទៅញីមកមិនឈប់គាត់ស្ទាក់ស្ទើរមិនហ៊ាននិយាយអស់មួយសន្ទុះធំទើបចុងក្រោយគាត់និយាយដោយទឹកមុខអៀនខ្មាស់ថាកូនប្រុសខ្ញុំយ៉ាងវីទើបតែបាត់បង់ការងារប្រសិនបើខាងក្រុមហ៊ុនមានលទ្ធភាពតើអាចផ្ដល់ឱកាសឲ្យកូនខ្ញុំម្ដងបានទេលោកយ៉េងគឺជាមនុស្សស្មោះត្រង់ពេញមួយជីវិតមិនដែលធ្លាប់មាត់ក៏សុំអ្វីពីខ្ញុំទេនោះជាលើកទី1ហើយដោយសារឃើញគាត់ខិតខំប្រឹងប្រែងធ្វើការរាប់ឆ្នាំមកនេះខ្ញុំក៏យល់ព្រមភ្លាមនៅពេលនោះតែម្ដងពីខែដំបូងដែលយ៉ាងវីមកធ្វើការនៅក្រុមហ៊ុនការសម្ដែងរបស់គេពិតជាសមរម្យគួរសមទោះបីជាមិនមែនជាអ្នកបើកបរដែលល្អឥតខ្ចោះក៏ដោយប៉ុន្តែយ៉ាងហោចណាស់គេក៏ធ្វើការងារក្នុងបន្ទប់បានយ៉ាងរលូនល្អដែរការទទួលជូនមានភាពទៀងទាត់ហើយឡានក៏ត្រូវបានថែទាំយ៉ាងស្អាតប៉ុន្តែចាប់តាំងពីខែមុនមកស្ថានភាពបានផ្លាស់ប្ដូរទាំងស្រុងថ្ងៃនោះពេលយ៉ាងវីមកទទួលខ្ញុំទៅធ្វើការនៅកៅអីអ្នកដំណើរខាងមុខស្រាប់តែមាននារីក្មេងម្នាក់តែងខ្លួនយ៉ាងឆើតឆាយអង្គុយនៅទីនោះមុខខ្ញុំពោពេញដោយភាពងឿងឆ្ងល់ពេលយ៉ាងវីប្រញាប់ចុះមកបើកទ្វារឲ្យខ្ញុំគេក៏ខ្សឹបប្រាប់ខ្ញុំថាលោកប្រធានយីនេះជាមិត្តស្រីខ្ញុំឈ្មោះ Chiu and Ran កន្លែងធ្វើការនាងនៅតាមផ្លូវទៅក្រុមហ៊ុនយើងខ្ញុំក៏ជូននាងតាមផ្លូវទៅជាមួយផងខ្ញុំមកក្បាលដោយមិនបាននិយាយអ្វីច្រើនគ្រាន់តែជូនតាមផ្លូវបន្តិចបន្តួចមិនមែនជារឿងធំដុំអ្វីទេប៉ុន្តែយូរទៅខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីអ្វីដែលហៅថាជូនតាមផ្លូវនោះបែរជាคล้ายជារឿងប្រចាំថ្ងៃដែលមិនអាចខ្វះបានរាល់ព្រឹកយ៉ាងវីតែងតែវៀងផ្លូវទៅទទួល Chiu and Ran ជាមុនសិនទើបត្រឡប់មកទទួលខ្ញុំដំបូងឡើយ Chiu and Ran គ្រាន់តែអង្គុយស្ងៀមនៅកៅអីខាងមុខហើយថតរូបឬថតវីដេអូបង្ហោះតាមបណ្ដាញសង្គមដើម្បីអួតប្រាប់មិត្តភក្តិថាខ្លួនបានជិះឡានទំនើបរឿងតូចតាចបែបនេះខ្ញុំអាចយល់បានទាំងស្រុងជាក្មេងស្រីម្នាក់មានចិត្តចង់អួតអាងបន្តិចបន្តួចជារឿងធម្មតាអ្វីដែលធ្វើឲ្យខ្ញុំហួសចិត្តនោះគឺទោះបីជាពេលមើលមុខខ្ញុំរដងពោពេញទៅដោយការស្អប់ខ្ពើមដែលមិនលាក់លៀមដូចជាខ្ញុំជំពាក់លុយគាត់រាប់លានយ៉ាងអញ្ចឹងមិនតែប៉ុណ្ណោះគាត់ថែមទាំងត្អូញត្អែនៅចំពោះមុខខ្ញុំថារំខានណាស់ឡានថ្លៃបែបនេះហេតុអ្វីបានជាមានក្លិនស្អុយចម្លែកម្ល៉េះបើអញ្ចឹងក៏ទៅលាងឡានទៅពេលនោះខ្ញុំក៏មិនបានគិតច្រើនដែរនឹកស្មានថាគាត់ហិតឃើញក្លិនចម្លែកពិតមែនបានផ្ដាំផ្ញើទៅយ៉ាងໄວឲ្យយកឡានទៅលាងសម្អាតនិងសម្លាប់មេរោគឲ្យស្អាតចាស់លោកស្រីយេតែអ្នកណាទៅដឹងថាទង្វើរបស់គាត់កាន់តែហួសហេតុទៅពេលខ្លះបន្ទាប់ពីខ្ញុំចុះពីលើឡានគាត់ក៏យកស្ព្រីសម្លាប់មេរោគមកបាញ់កន្លែងដែលខ្ញុំអង្គុយយ៉ាងខ្លាំងពេលខ្លះទៀតក៏យកកម្រាលទ្រនាប់ប្រើចោលមកក្រាលលើកៅអីអង្គុយផ្ទាល់ខ្លួនរបស់ខ្ញុំពេលខ្ញុំសួរនាំយ៉ាងໄວតែងតែមកពន្យល់ខ្ញុំតិចនៅឯកជនថាលោកស្រីយេអាងរ៉ានគាត់ក៏ព្រួយបារម្ភថាក្នុងឡានមិនស្អាតនឹងធ្វើឲ្យប្រឡាក់ខោអាវរបស់លោកស្រីទើបគាត់យកចិត្តទុកដាក់លើអនាម័យខ្លាំងម្ល៉េះចំពោះរឿងនេះខ្ញុំក៏មិនបានគិតច្រើនទៀតដែរព្រោះរាល់ថ្ងៃខ្ញុំមានការងារត្រូវដោះស្រាយច្រើនណាស់គម្រោងក្នុងដៃសុទ្ធតែរាប់រយលានពិតជាគ្មានកម្លាំងចិត្តឯណាទៀតទេទៅប្រកាន់រឿងរ៉ាវតិចតួចជាមួយក្មេងស្រីម្នាក់រហូតដល់ព្រឹកនេះ
ពេលឃើញក្រដាសដែលគេបិទនៅលើកៅអីអង្គុយផ្ទាល់ខ្លួនរបស់ខ្ញុំទើបខ្ញុំដឹងខ្លួនភ្លាមស្វ័យអានរ៉ាននាងគិតថាខ្ញុំជាមនុស្សល្ងងឲ្យគេជិះឡានដោយឥតគិតថ្លៃមែនទេតាមពិតខ្ញុំតាំងចិត្តដាច់ខាតថានឹងឲ្យយ៉ាងវៃនឹងស្វ័យអានរ៉ានទទួលបានមេរៀនមួយតែយ៉ាងវៃបែរជាមកអង្វរខ្ញុំទាំងទឹកភ្នែកនៅចំពោះមុខក្បាលស្ទើរតែនឹងប៉ះដីទៅហើយលោកអាកានីយូយេថ្ងៃនេះខ្ញុំនឹងនិយាយប្រាប់ស៊ូអេឲ្យច្បាស់ថាលើកក្រោយមិនឲ្យគេជិះឡានជាមួយទៀតទេខ្ញុំដឹងកំហុសពិតមែនហើយសូមលោកមេត្តាលើកលែងឲ្យខ្ញុំលើកនេះផងសូមគិតដល់ឪពុកខ្ញុំដែលកំពុងឈឺផងសូមលោកលើកលែងទោសឲ្យខ្ញុំលើកនេះចុះនឹកដល់លោកយ៉ាងដែលកំពុងដេកឈឺលើក្រែចុងក្រោយខ្ញុំក៏ចិត្តទន់ដកដង្ហើមធំរួចប្រាប់ប៉ូលីសថាភ្លេចវាទៅចុះលែងប្រកាន់ទៀតហើយក្រោយពីប៉ូលីសចាក់ចេញទៅយ៉ាងវៃក៏ដកដង្ហើមធំដោយភាពធូរស្រាលទាំងអោនគោរពខ្ញុំម្ដងហើយម្ដងទៀតថាអរគុណសម្ដីគោរពណាស់អរគុណលោកអាកានីយូយេខ្ញុំមិនបាននិយាយអ្វីបន្តទៀតទេក៏ឡើងឡានឲ្យគាត់ជូនទៅក្រុមហ៊ុនក្រោយថ្ងៃដែលទៅក្រុមហ៊ុននោះមកយ៉ាងវីពិតជាបានធ្វើខ្លួនស្ងប់ស្ងាត់មួយរយៈរាល់ពេលដែលមកទទួលខ្ញុំមិនដែលឃើញស្រមោលឈីវអេងរ៉េននៅកៅអីក្បែរអ្នកបើកបរទៀតទេក្នុងឡានក៏ត្រូវបានសម្អាតយ៉ាងស្អាតអស់ដែរស្នាមដែលបន្សល់ទុកពីក្រដាសសន្លឹកនោះក៏ត្រូវបានសម្អាតអស់គ្មានសល់គាត់បើកឡាននៅតែរលូនល្អមិនមានបញ្ហាអ្វីទេចំណុចតែមួយគត់ដែលមិនសមរម្យនោះគឺគាត់ចាប់ផ្ដើមមកយឺតញឹកញាប់ហើយរាល់ពេលគឺមានលេសនិងហេតុផលគ្រប់បែបយ៉ាងចៅហ្វាយសុំទោសពិតមែនថ្ងៃនេះតាមផ្លូវមានហេតុការណ៍ចៃដន្យធ្វើឲ្យខាតពេលអ្នកហើយលោកយីសុំទោសពិតមែនថ្ងៃនេះតាមផ្លូវមានគ្រោះថ្នាក់ចរាចរណ៍ស្ទះយូរគួរសំដែលោកយីសុំទោសណាស់ម៉ោងរត់ខ្ញុំមិនរត់ភ្លេចខ្លួនដេកហួសម៉ោងលោកយីបំពង់ទឹកផ្ទះខ្ញុំបែកលិចទឹកត្រូវជែកសម្របសម្រួលជាមួយអ្នកជិតខាងជាន់ក្រោមទើបមកយឺតបន្តិចទោះបីជាហេតុផលរបស់គាត់ស្ដាប់ទៅហាក់ដូចជាខ្វះទម្ងន់ក៏ដោយប៉ុន្តែដោយឃើញពីឥរិយាបថដែលតែងតែមានភាពស្មោះត្រង់របស់គាត់ខ្ញុំក៏មិនបានប្រកាន់ច្រើនដែររហូតដល់ថ្ងៃចុងសប្តាហ៍មួយខ្ញុំនឹកឃើញចង់ធ្វើអ្វីមួយភ្លាមចង់ទៅសម្រាកលំហែនៅផ្ទះវីឡាជីក្រុង2ថ្ងៃសម្រាកលំហែអារម្មណ៍បន្តិចក៏ទូរស័ព្ទទៅគេមួយខ្សែឥឡូវឯងណែណាខ្ញុំត្រូវទៅកន្លែងមួយអញបើកឡានមកទទួលខ្ញុំបន្តិចមកលោកអាកានីយោព្រឹកនេះខ្ញុំក្រោកមកឃើញថាឡានបែកកង់ឥឡូវកំពុងជួសជុលនៅហាងជួសជុលឡានជាងគេថាតតែស្អែកបានរួចរាល់លោកចង់ទៅណាដែរឬមួយក៏ឲ្យខ្ញុំហៅឡានតាក់ស៊ីជូនលោកមិនបាច់ទេខ្ញុំហៅខ្លួនឯងបានហើយខ្ញុំមិនបាននិយាយអ្វីច្រើនក៏ដាក់ទូរស័ព្ទចុះភ្លាមរួចហៅតាក់ស៊ីមួយគ្រឿងទៅផ្ទះវីឡានៅជីក្រុងតែនរណាទៅដឹងថាពេលឡានទៅដល់មុខវីឡាខ្ញុំបានឃើញឡានពណ៌ខ្មៅមួយគ្រឿងចតក្នុងទីធ្លាខ្ញុំសម្លឹងមើលឡាននោះរាប់វិនាទីក្រោយពីផ្ទៀងផ្ទាត់ច្បាស់ហើយថាវាជាឡានខ្ញុំទឹកមុខខ្ញុំប្រែជាតឹងស្រពេចភ្លាមក៏ប្រញាប់ដើរទៅកាន់ទ្វារផ្ទះវីឡាទ្វារវីឡាបើកចំហបន្តិចខ្ញុំក៏រុញចូលទៅពេលឃើញទិដ្ឋភាពក្នុងបន្ទប់ទទួលភ្ញៀវខ្ញុំក្តាប់ដៃណែនដោយកំហឹងមួយរំពេចក៏ហក់ឡើងពេញទ្រូងផ្ទះវីឡាមួយនេះគឺជាកន្លែងដែលខ្ញុំទិញទុកសម្រាប់លំហែតែម្នាក់ឯងការតុបតែងខាងក្នុងនិងគ្រឿងសង្ហារិមទាំងអស់នេះគឺខ្ញុំរើសដោយខ្លួនឯងផ្ទាល់ខ្ញុំចំណាយកម្លាំងចិត្តយ៉ាងច្រើនធម្មតាខ្ញុំថែរក្សាវ៉ាដោយប្រុងប្រយ័ត្នបំផុតតែពេលនេះបែរជាត្រូវក្រុមមនុស្សនៅចំពោះមុខនេះបំផ្លាញរហូតមិនស្គាល់សភាពដើមចុចលើដុំភ្ជាប់ខាងក្រោមដើម្បីទស្សនាវីដេអូពេញ